ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Legacy Villa របស់បរិយវិលៀមតោះតើមើលការ design ពីម៉ូដផ្ទះនេះជាមួយខ្ញុំទាំងអស់គ្នាតោះឥឡូវយើងទៅខាងក្នុងផ្ទះនេះតែម្ដងនៅខាងក្នុងផ្ទះបងប្អូនទាំងអស់គ្នាពេលយើងចូលមកខាងក្នុងយើងឃើញ layout គឺ design មានកន្លែង living room មាន kitchen ហើយមានបន្ទប់នៅខាងក្នុងនឹងតែម្ដងអញ្ចឹងបងប្អូនអាចច្នៃជាបន្ទប់គេងឬក៏កន្លែងញ៉ាំអាហារក៏បានដែរហើយគេមានការផ្ដល់ជូននៅ kitchen cabinet រួចជាស្រេចដោយបងប្អូនបានឃើញនឹងឌីក័រមួយចំនួននៅក្នុងផ្ទះនឹងតែម្ដងតោះឥឡូវយើងមើលខាងក្រោមហើយឥឡូវយើងទៅខាងលើវិញម្ដងថាវាមានភាពស្រស់ស្អាតយ៉ាងម៉េចចំណែកចដាបងប្អូនបើយើងដើរមកបន្តិចយើងឃើញចដាគឺសហើយស្រស់ស្អាតហើយធំទូលាយហើយបើយើងហួសបន្តិចមកយើងឃើញនៅខាងលើយើងមានបន្ទប់គេងចំនួន3ប៉ុន្តែម៉ូដនេះគឺឆ្នៃជាបន្ទប់ធ្វើការអីចឹងណាកុំឲ្យសាំឬក៏កុំឲ្យជន់គ្នាជាមួយម៉ូដផ្សេងទៀតនៅខាងនេះគឺជាបន្ទប់ entertainment បាទហើយបើហួសបន្តិចមកនៅបន្ទប់ធំជាងគេបងអស់គឺជា master bedroom ដែលមានបន្ទប់ទឹកស្រស់ស្អាតដែលបានជាប់ជាមួយសម្ភារៈរួចជាស្រេចតែម្ដងម៉ូដនេះខ្ញុំស្រឡាញ់ជាងគេគឺត្រង់ថាវាមានពណ៌វាគឺមើលយូរអត់សាំបាទហើយយើងមានវេរ៉ង់ដាននៅខាងមុខទៀតពិតជាស្រស់ស្អាតខ្លាំងមែនទែនរៀងជាប្រអប់ណាបើសិនជាអ្នកដែលធ្លាប់មើលផ្ទះនៅប៉ៃអឺរ៉ុបម៉ូដនេះគឺពេញចិត្តខ្លាំងមែនទែនមិនទាន់អស់ទេបងប្អូននៅជុំវិញផ្ទះនេះគឺមានដីសងខាងធំទលាយហើយនៅខាងក្រោយក៏ធំទលាយដែរដែលយើងអាចដាំស្មៅដាំឈើអីចឹងណាហើយអ្វីដែលពិសេសបងប្អូនទាំងអស់គ្នាម៉ូដនេះគឺមើលយូរកាន់តែស្រស់ស្អាតអត់ធុញទ្រាន់ទេព្រោះម៉ូដរបស់វាគឺរៀងឆុងហើយកុំភ្លេចម៉ូដនេះគឺមានតែនៅក្នុងបរិយាបន្នប៉ុណ្ណោះសូមអរគុណសូមជម្រាបលា